សម្ដេចតេជោហ៊ុនសែនបានលើកឡើងថាខ្ញុំមកទីនេះគឺសួរសុខទុក្ខលើកទឹកចិត្តនិងផ្ដល់ជំនួយសម្រាប់កងកម្លាំងកំពុងការពារជាតិការពារទឹកដីមិនដូចសារព័ត៌មានថៃចុះផ្សាយមួយចំនួនថាខ្ញុំដកអគ្គមេបញ្ជាការកងទ័ពនិងតែងតាំងខ្លួនឯងជាអគ្គបញ្ជាការកងទ័ពដើម្បីត្រៀមវាយថៃសម្ដេចបានផ្ដាំទៅវិញថាបើឈួតសូមឈួតតែពួកអ្នកឯងចុះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនឧត្តមសេនីយ៍ផុតលេខផ្កាយមាស5និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថាខ្ញុំកំពុងមកសួរសុខទុក្ខកងទ័ពមន្ត្រីរាជការនិងប្រជាជាតិភៀសឹកនៅខេត្តឧត្តរមានជ័យនិងខេត្តព្រះវិហារវត្តមានរបស់ខ្ញុំមិនមកចេញបញ្ជាជំនួសឲ្យនាយករដ្ឋមន្ត្រីឬរដ្ឋមន្ត្រីក្រសួងការពារជាតិឬអគ្គបញ្ជាការកងទ័ពនោះឡើយតែជាការមកសួរសុខទុក្ខលើកទឹកចិត្តនិងផ្ដល់ជំនួយសម្រាប់កងកម្លាំងប្រដាប់អាវុធដែលកំពុងការពារជាតិការពារទឹកដីហើយនេះគឺជាសំណេររបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស5បានបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់សម្ដេចនៅរសៀលថ្ងៃទី26ខែមិថុនាឆ្នាំ2025សម្ដេចបានបន្តថាបងប្អូនមេបញ្ជាការកងទ័ពបានហៅខ្ញុំជាអគ្គភស្តុភារជាន់ខ្ពស់ខ្ញុំពេញចិត្តនឹងធ្វើកិច្ចការជួយលើការផ្ដល់ភស្តុភារបន្ថែមលើភស្តុភារដែលរាជរដ្ឋាភិបាលផ្ដល់ជូនមុខងារនេះមិនតម្រូវឲ្យមានការតែងតាំងនោះទេព្រោះជាពាក្យនិយាយលេងសារព័ត៌មានថៃមួយបានចុះផ្សាយថាខ្ញុំដកអគ្គបញ្ជាការកងទ័ពនិងតែងតាំងខ្លួនឯងជាអគ្គបញ្ជាការកងទ័ពដើម្បីត្រៀមវាយថៃខ្ញុំសូមផ្ដាំទៅវិញថាបើឈួតសូមឈួតតែពួកអ្នកឯងចុះសម្ដេចបន្តថាខ្ញុំជាមនុស្សទី2បន្ទាប់ពីព្រះមហាក្សត្រតើមានការចាំបាច់ទេដើម្បីទៅធ្វើជាអគ្គបញ្ជាការកងទ័ពដោយខ្លួនឯងនោះដែលសូម្បីតែទូនីតិជានាយករដ្ឋមន្ត្រីក៏ខ្ញុំមិនបន្តធ្វើដែរនោះឈប់បានឈប់ទៅសូមកុំចូលមកឈ្លានពាន Facebook ខ្ញុំទៀត